សត្វមួយប្រភេទនៅលើផែនដីនេះដែលអាចត្រឡប់ទៅជាក្មេងវិញហើយក៏អាចបោកបញ្ឆោតការស្លាប់បានផងដែរសត្វនោះគឺមឹកអមតៈនេះឯងវាគឺជាសត្វសមុទ្រតូចមួយដែលមានទំហំប្រហែល 4.5 មីលីម៉ែត្រតែប៉ុណ្ណោះតែមានសមត្ថភាពពិសេសបំផុតនៅលើពិភពលោកយើងនេះវារស់នៅក្នុងសមុទ្រក្តៅនិងតំបន់ត្រូពិចជាច្រើននៅក្នុងពិភពលោកវាជាសត្វតែមួយគត់ក្នុងចំណោមសត្វទាំងអស់ដែលគេដឹងថាអាចបង្វិលវដ្តជីវិតពីពេញវ័យត្រឡប់ទៅជាក្មេងវិញបានតើវាត្រឡប់ទៅជាក្មេងវិញបានយ៉ាងដូចម្ដេចវាត្រឡប់ទៅជាក្មេងវិញគឺនៅពេលដែលរងភាពតានតឹងការអត់អាហាររងរបួសឬបរិស្ថានមិនល្អវានឹងធ្វើដំណើរបញ្ច្រាស់វដ្តជីវិតរបស់ខ្លួនដោយបំលែងកោសិកាពេញវ័យឲ្យត្រឡប់ទៅជាកោសិកាក្មេងវិញវាអាចប្ដូរពីដំណាក់កាលមឹកពេញវ័យឲ្យទៅជាដុំកោសិកាដោយកូនមឹកតូចមួយហើយលូតលាស់ជាមឹកថ្មីម្ដងទៀតតើវាមានជីវិតអមតៈពិតមែនទេវាពិតជាមានជីវិតអមតៈមែនក៏ប៉ុន្តែវានៅតែអាចស្លាប់ដោយសារតែកត្តាទាំងនេះវាត្រូវបានសត្វផ្សេងស៊ីជាអាហារវាអាចស្លាប់ដោយសារជំងឺនិងការផ្លាស់ប្ដូរបរិយាកាសក៏ប៉ុន្តែដោយសារតែវាអាចចាប់ផ្ដើមវដ្តជីវិតម្ដងហើយម្ដងទៀតវាត្រូវបានគេចាត់ទុកថាជាសត្វដែលមានភាពអមតៈតាមជីវសាស្ត្រហើយសត្វតូចមួយនេះអ្នកវិទ្យាសាស្ត្រក៏កំពុងសិក្សាពីការចាស់និងវិធីដែលកោសិកាអាចជួសជុលខ្លួនឯងបានអ្នកវិទ្យាសាស្ត្រសង្កេតនៅក្នុងមន្ទីរពិសោធន៍ឃើញថាវាអាចបំលែងខ្លួនពីដំណាក់កាលមឹកពេញវ័យត្រឡប់ទៅជាដំណាក់កាលកូនមឹកវិញដំណើរការនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយអ្នកជីវវិទូម្នាក់ដែលជាជនជាតិអ៊ីតាលីគឺលោក Christian Summer នៅក្នុងទសវត្សរ៍ 1990 នៅឆ្នាំ 2022 ក្រុមអ្នកស្រាវជ្រាវក៏បានវិភាគឌីហ្សែនរបស់វាហើយរកឃើញថាមានលក្ខណៈពិសេសពាក់ព័ន្ធទៅនឹងការជួសជុល DNA ការការពារកោសិកាពីការចាស់ការគ្រប់គ្រងនិងការបង្កើតកោសិកាថ្មីទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់យល់ច្បាស់ទាំងស្រុងថាវាធ្វើដំណើរការនេះដោយរបៀបណាទាំងអស់នោះទេអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមនុស្សមិនអាចធ្វើដូចវាបានឡើយព្រោះរាងកាយរបស់មនុស្សមានរចនាសម្ព័ន្ធស្មុគស្មាញខ្លាំងជាង